สู้ๆบองสู้ๆដើម្បីកម្ពុជាអូជំរាបសួរបងគ្នាជំរាបសួរបងជំរាបសួរអូខេបងបងមកដល់ប្រទេសចិនហើយលើបងសុំแนะนำខ្លួនម្នាក់មួយមកបងអូខេជំរាបសួរបងខ្ញុំឈ្មោះសុខាបងបាទបងចុះបងវិញឈ្មោះចន្ទធីបងអូខេអញ្ចឹងបងវិញបងសួរបងឆ្លាតកិច្ចឆ្លាតបងបតៃចុះបងជំរាបសួរខ្ញុំឈ្មោះសេនីជំរាបសួរបងបាទជំរាបសួរអូខេអញ្ចឹងបងមកដល់តាំងពីពេលណាដែរបងនឹងឯបងសម្រាប់ខ្ញុំមកតាំងពីថ្ងៃទី17ម៉ោង12យប់បងដោយសារខ្ញុំអមតាណាពំរៀងលោកយើងមកមុនហើយតាំងពីម៉ោង12ហើយយើងមកដល់នេះហើយខ្ទង់ម៉ោង5កន្លះបងអូបាទអញ្ចឹងឥឡូវយើងកំពុងនៅក្នុងខេត្តហ៊ូចៅបងប្រទេសចិនហើយពួកគាត់មកតាមក្រោយបងបាទអញ្ចឹងបងជិះយន្តហោះយូរវេបងយូរគួរសមបងព្រោះឡើងត្រូវឡើងមក12យប់បងអូអញ្ចឹងមកដល់នេះហើយម៉ោងបានបងម៉ោង5កន្លះបងមកដល់ទៅឆែកសមុទ្រឆែកអីហើយចេញមកជួបបងខាងក្រុមការងារអូអញ្ចឹងបងភ័យអត់បងពេលមកដល់ចិនបងអញ្ចឹងអត់មានស្គាល់អីទេបងចុះបងពេលបងចេញពីពលានយន្តហោះមកអញ្ចឹងបងជាគេមកបងនឹងឲ្យបងចេញពីពលានមកហ្នឹងពួកខ្ញុំចោះនៅពលានសៀងហៃចេញពីសៀងហៃហ្នឹងមកឈីឡានរយៈពេលប្រហែលជា2ទៅ3ម៉ោងទៀតបងមកដល់អូបាទយូរដែរ3ម៉ោងយូរទៅឡើងបងខ្ញុំគេចាក់3ដងបាត់អូហើយគឺមិនគាត់ដល់ទៀតហើយសម្រាប់ពួកគាត់ទាំងអស់គ្នាគាត់ពិបាកព្រោះដោយសារគាត់មកតែ44នាក់ឯងបាទភាសាដែលគាត់អាចប្រើបានគឺភាសាអង់គ្លេសហើយត្រូវយល់ថាប្រជាជននៅនឹងគាត់មិនអាចប្រើភាសាអង់គ្លេសបានគ្រប់គ្នាគាត់អាចប្រើភាសាចិនច្រើនជាងអញ្ចឹងសម្រាប់ខ្ញុំគិតថាពួកគាត់រៀងពិបាកជាងខ្ញុំរៀងគួរសមបាទអូអញ្ចឹងរឿងភ័យដែរប្រហែលជាមកដល់ព្រោះហើយបងមានការប្រើ Google Translate ខ្លះពេលខ្លះទៅនិយាយអង់គ្លេសទៅគេស្ដាប់អត់បានទៀតហើយតបមកយើងមានស្រីតែ4នាក់ទៀតអញ្ចឹងយើងអត់ដឹងថាពឹងលើណាគេអត់មានណាគេដឹកនាំមកគឺយើងក្បែរអ្នកណាសក់អ្នកនោះអូហ្នឹងហើយអញ្ចឹងដោយសារlầnហ្នឹងពិបាកតាក់ទងគ្នារឿងសេវាអីដែរអញ្ចឹងក៏ពិបាកដែរហ្នឹងហើយបងហើយយើងពិបាកត្រូវលេង app អីផ្សេងអីបានទៀតតតែយើងត្រូវ connect VPN ត្រូវអីនិយាយទៅគឺថារៀងស្មុគស្មាញតិចតួដែរអញ្ចឹងខ្ញុំសូមសួរបងមួយទៀតអញ្ចឹងបងមកប្រទេសចិនហ្នឹងក្នុងគោលបំណងអីដែរបងហ្នឹងហើយគួរជំរាបផងដែរថាពួកខ្ញុំមកក្នុងប្រទេសចិនហ្នឹងគឺដើម្បីបំពេញបេសកកម្មក្នុងការចូលរៀនសម្ដែងនៅបទចម្រៀងរបស់ពនាងចេនណាដែលមានការផ្សារភ្ជាប់ជាមួយនឹងខាងចិនហើយក៏ទទួលបានការគ្រប់គ្រងនិងផ្ដល់ភារកិច្ចដោយខាងសាលាសិល្បៈនរោត្តមបុប្ផាទេវីបាទអូពិតជាពិសេសមែនតើគាត់ជាអ្នកដឹកនាំហើយក៏មានអ្នកគ្រូគាត់ចូលរួមក្នុងការហាត់សមរបស់ពួកយើងដែរមុននឹងយើងមកដល់ថ្ងៃនេះអូអញ្ចឹងបងបានត្រៀមអីខ្លះបងសម្រាប់ការមកធ្វើការនៅក្នុងប្រទេសចិនពេលហ្នឹងសម្រាប់ថ្ងៃហ្នឹងសម្រាប់លើកហ្នឹងយើងនឹងលើកយករបាំមួយអូនរបាំអីគេដែរដែលយើងយកមកបង្ហាញយើងយករបាំផ្លិតអូបាទពិសេសមែនតើបាទហ្នឹងហើយអញ្ចឹងសម្រាប់របាំហ្នឹងដែរគឺយើងបង្ហាញអំពីទឹកចិត្តក៏ដូចជាមិត្តភាពរវាងខ្មែរនិងចិនផងដែរដែលយើងមានការតំណាងដោយការកាន់ផ្លិតរវាងប្រទេសខ្មែរcùngជាតិប្រទេសខ្មែរនិងប្រទេសចិនអូខេបងហ្នឹងហើយបងអញ្ចឹងខ្ញុំឮថាការហាត់សមរបាំហ្នឹងដើម្បីត្រៀមសម្ដែងហ្នឹងគឺមានភាពលំបាកមែនតើបងហ្នឹងហើយបងអាចសាកសួរគាត់បានគាត់ជាសិល្បករស្រាប់អញ្ចឹងគាត់នឹងអាចដឹងច្រើនចាបងការហាត់សមហ្នឹងវាមានរយៈពេលយូរហើយក៏វាមានការហត់ខ្លាំងដែរពីព្រោះយើងត្រូវការកាយក្បាច់ផងហើយនឹងត្រូវការស្ដាប់ភ្លេងព្រោះភ្លេងពីមុនយើងហាត់យើងមានភ្លេងជាខ្មែរហើយក៏ជាភ្លេងបុរាណតែពេលឥឡូវយើងមកហាត់សមនេះគឺយើងមានភ្លេងរហ័សសម័យរបស់ចិនអញ្ចឹងយើងមានការពិបាកនឹងស្ដាប់ភ្លេងបាទហើយចុះសម្រាប់សម្លៀកបំពាក់វិញបងរៀបចំមកបែបណាដែរបងហ្នឹងហើយបងចំពោះរបាំផ្លាត់យើងមានតួ2តួនាងនិងតួនាយរោងតំណាងឲ្យតួស្រីនិងតួប្រុសហើយសម្រាប់សម្លៀកបំពាក់ដែលយើងលើកយកមកថ្ងៃហ្នឹងគឺជាគ្រឿងធំយើងប្រើមកកត់ស្រួចជាមួយនឹងសម្លៀកបំពាក់របស់នាយរោងនិងសម្លៀកបំពាក់របស់នាងតែតើមួយបច្ចេកទេសក្នុងការស្លៀកពាក់គឺយើងប្រើពេលវេលាយូរដូចគ្នាបងហើយទម្រាំតែឲ្យមកតួអង្គទៅមកតួអង្គគឺយើងត្រូវការចំណាយពេលមែនតែនចាប់ផ្ដើមពីការផាត់មុខការរៀបចំខ្លួនហើយដូចមិញអញ្ចឹងពេលដែលពួកគាត់មកពីពលានភ្លាមពួកយើងចាប់ផ្ដើមសាកល្បងជាមួយនឹងសម្លៀកបំពាក់របស់យើងឡើងវិញព្រោះដោយសារអីយើងរៀបចំទុករៀងយូរគួរសមដែរអញ្ចឹងដល់ពេលដែលយើងមកអាចនឹងមានការឡើងចុះទៅលើគីឡូអញ្ចឹងយើងត្រូវសម្រួលសម្លៀកបំពាក់ហ្នឹងដើម្បីឲ្យវា fit មួយខ្លួនយើងហើយដើម្បីបង្កើនសោភ័ណរបស់សិល្បករគឺខោអាវរបស់របាំបុរាណគឺត្រូវតែរឹបអញ្ចឹងណាអញ្ចឹងជាមួយនឹងកន្លឹះក្នុងការស្លៀកពាក់ក៏អាចនឹងមានការពិបាកដែរអញ្ចឹងអាចនឹងបងទាំងអស់គ្នាអាចនឹងមើលទៅលើវីដេអូមួយចំនួនដែរបង
កាត់ដាក់ថែមទៀតចឹង អូបាទអញ្ចឹងបងមកដល់ភ្លើងគឺអត់មានបានសម្រាប់តែម្ដងបង ព្រោះយើងចង់ឲ្យការងារហ្នឹងចេញមកល្អអញ្ចឹងយើងព្យាយាមទាំងអស់គ្នាដើម្បីឲ្យការងារហ្នឹងទៅមុខល្អកុំឲ្យមានការអាក់ខានអីចឹងណាបង បាទអូខេ អរគុណច្រើនបង អរគុណច្រើនបងបាទអូខេអញ្ចឹងសូមអរគុណបងទាំងអស់គ្នាម្ដងទៀតអញ្ចឹងយើងនឹងជួបគ្នាក្នុងពេលបន្តទៀតបងអញ្ចឹងអរគុណច្រើនបងបាយបាយបងបាយបាយ 就 OK 吗？还是没问题。哎，你马上先走。在那夜空，有片云朵，勾勒出最优雅的花，还有山水里的彩虹，有虔诚的祈祷，是最友谊的双手忙的祝福，山绝之余又优雅，看你人灿烂的笑。之余又优雅，仿佛了我爱你。在那天空，有片云朵，勾勒出最优雅的花，还有山水里的彩虹。月儿弯，天明亮，花朵的芳香，把你多慈祥。再苦光无忧温柔的感动，无可苦有美软的传说。